សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel ស្រីខួយ TV ឥឡូវនេះ admin នឹងបន្តយករឿងល្អៗមើលសម្រាប់ជូនទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះដែរ admin សូមលើកយករឿងមួយដែលមានចំណងជើងថាវីរនារីមូឡានដែលរឿងនេះគឺនិយាយអំពីក្មេងស្រីដ៏អង់អាចនិងគួរឲ្យស្រឡាញ់ម្នាក់អញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថាតើសាច់រឿងមានអត្ថន័យយ៉ាងណាខ្លះនោះតោះទៅតាមដានជាមួយ admin ទាំងអស់គ្នាណាផ្ដើមចេញពីទស្សនវិជ្ជាភូមិដ៏តូចមួយដែលមានក្មេងស្រីម្នាក់មានឈ្មោះថាមូឡានដែលនាងមានអត្តចរិតខុសពីក្មេងស្រីដទៃទៀតពោលគឺនាងមានចរិតដូចមនុស្សប្រុសនាងចូលចិត្តលេងគុនដំបងកាប់ដាវខុសពីក្មេងស្រីដទៃទៀតដែលជាទម្លាប់គឺគេច្រើនតែរៀនអំពីកិច្ចការងារផ្ទះដើម្បីក្លាយខ្លួនជាមេផ្ទះនិងជាប្រពន្ធដ៏ល្អម្នាក់ទៅថ្ងៃអនាគតអត្តចរិតធម្មជាតិរបស់មូឡានណាគឺចូលចិត្តហក់លោតស្វាហាប់ហើយបូកផ្សំនឹងឪពុករបស់នាងគឺជាកងទ័ពដ៏ខ្លាំងពូកែម្នាក់ផងនោះឪពុកនាងក៏បានបង្រៀនក្បាច់គុនខ្លះទៅដល់កូនស្របតាមទេពកោសល្យដែលនាងមានពីកំណើតនៅព្រឹកមួយណាមូឡានបានដេញគៀងសัตว์មាន់មួយក្បាលដើម្បីចូលទ្រុងតែវាមិនព្រមចូលទ្រុងទាល់តែសោះឪពុកនាងបានស្រែកប្រាប់នាងថាកុំដេញចាប់មាន់ទៀតអីវានឹងត្រឡប់មកវិញទេតែមូឡានមិនស្ដាប់និងចង់ចាប់មាន់នោះចូលទ្រុងឲ្យទាល់តែបានមាន់ចេះតែរត់នាងក៏ចេះតែរត់ដេញតាមដែរសកម្មភាពដ៏ស្វាហាប់ហក់លោតបែបនេះគឺនាងកាន់តែចូលចិត្តមូឡានចាប់ផ្ដើមបង្ហាញស្នៀតដែលខ្លួនមានស្របតាមទេពកោសល្យពីកំណើតដើម្បីដេញចាប់មាន់មួយក្បាលនោះដោយរត់ដេញទៅដល់លើដំបូលផ្ទះអ្នកភូមិផងចុងក្រោយមាន់ក៏បានចូលទ្រុងស្របតាមអ្វីដែលនាងចង់បានខណៈនោះដែរមូឡានបានរអិលជើងធ្លាក់ចុះមកក្រោមតែដោយសារតែនាងចេះវិជ្ជាគុណការធ្លាក់ចុះមកដល់ដីនោះមិនបានបង្កគ្រោះថ្នាក់អ្វីដល់នាងនោះទេឪពុកនាងបានពេញចិត្តទៅនឹងភាពស្វាហាប់របស់កូនគាត់ណាស់ក៏ប៉ុន្តែមនុស្សចំណាស់ពិសេសស្ត្រីក្នុងភូមិស្ទើរតែទាំងអស់គឺមិនចូលចិត្តទៅនឹងឥរិយាបថរបស់នាងឡើយដោយសារពួកគេគឺមានផ្នត់គំនិតថាមនុស្សស្រីគឺត្រូវតែរៀនធ្វើកិច្ចការងារផ្ទះធ្វើជាប្រពន្ធល្អដើម្បីថែរក្សាកិត្តិយសគ្រួសារនិងបានគិតថាចរិតលក្ខណៈរបស់នាងបែបនេះអាចនឹងធ្វើឲ្យនាងមិនអាចមានប្តីបង្កើតគ្រួសារបានទេទៅថ្ងៃមុខដោយសារតែបែបនេះហើយទើបធ្វើឲ្យឪពុកម្ដាយរបស់នាងបារម្ភអំពីអនាគតកូនយ៉ាងខ្លាំងដូច្នេះយប់ឡើងឪពុកម្ដាយរបស់មូឡានបានជំនុំគ្នាដោយម្ដាយនាងនិយាយប្រាប់ឪពុកនាងថាមូឡានគឺជាកូនស្រីមិនមែនជាកូនប្រុសទេមនុស្សស្រីត្រូវតែមានប្តីនៅថ្ងៃមុខតែក្នុងចិត្តរបស់ឪពុកនាងគឺហាក់បង្ហាញការគាំទ្រភាពក្លាហានរបស់មូឡានខ្លាំងណាស់បន្ទាប់ពីជំនុំគ្នារួចរាល់ហើយនោះឪពុកមូឡានក៏បានចេញមកនិយាយជាមួយមូឡានដោយនាងកំពុងលើកផ្គុំយកស្លាបហង្សថ្មមុខផ្ទះដែលនាងបានជន់បាក់ស្លាបមួយចំហៀងកាលពីព្រឹកមិញនោះឪពុកនាងបាននិយាយពន្យល់ថានាងមានទេពកោសល្យដ៏អស្ចារ្យពីកំណើតតែទេពកោសល្យនេះមិនគួរមាននៅក្នុងខ្លួនជាមនុស្សស្រីទេហើយចាប់ពីពេលនេះតទៅនាងត្រូវតែលាក់ទេពកោសល្យដ៏រឹងមាំរបស់ខ្លួនហើយយកវាទៅឲ្យឆ្ងាយដោយធ្វើខ្លួនឲ្យដូចជាក្មេងស្រីដទៃមូឡានណាអ្នកទាំងអស់គ្នាគឺស្ដាប់តាមពីឪពុកទាំងស្រក់ទឹកភ្នែកនិងសន្យាថានឹងលាក់វាហើយធ្វើខ្លួនដូចជាក្មេងស្រីដទៃទៀតចាប់តាំងពីពេលនោះមកមូឡានបានបោះបង់និងលាក់ទុកនៅទេពកោសល្យដ៏អស្ចារ្យពីកំណើតរបស់ខ្លួននាងរហូតដល់ធំពេញវ័យនៅពេលដែលនាងធំដឹងក្តីឡើងនោះបញ្ហាដ៏ធំក៏ចាប់ផ្ដើមកើតមានឡើងនោះគឺតំបន់មួយចំនួននៃប្រទេសចិនត្រូវបានពួករូម៉ែនដែលនាំដោយមេដឹកនាំម្នាក់ឈ្មោះបូរីនខាន់បានចាប់ផ្ដើមវាយទន្ទ្រានឈ្លានពានស្ទើរពាសពេញតំបន់នៃប្រទេសចិនតែម្ដងពួករូរ៉ានមានកងទ័ពយ៉ាងខ្លាំងពូកែមានទ័ពសេះយ៉ាងជំនាញលើសពីនេះគឺពួកគេមានមេធ្មប់ម្នាក់ដែលមានសមត្ថភាពអាចសណ្ដំចិត្តមនុស្សអាចប្រែរូបខ្លួនឯងទៅជាអ្នកណាម្នាក់ដែលខ្លួនបានសណ្ដំនិងអាចប្រែខ្លួនទៅជាសត្វឥន្ទ្រីនិងសត្វដទៃទៀតបានយ៉ាងស្ទាត់ជំនាញមេធ្មប់នោះបានសណ្ដំនឹងចូលខ្លួនបុរសម្នាក់ដែលជាឈ្មួញរកស៊ីលើវាលខ្សាច់ហើយដើរចូលទៅក្នុងក្រុងមួយរបស់រាជធានីប្រទេសចិនរីឯកងទ័ពពួករូរ៉ានក៏បានជិះសេះសម្រុកចូលទៅរាជធានីតាមក្រោយមេធ្មប់នោះផងដែរខណៈពេលនោះកងទ័ពក៏បានបញ្ជាឲ្យបិទទ្វារក្រុងនិងបានបាញ់ព្រួញចូលក្នុងរាជធានីជាសញ្ញាមួយប្រាប់ទៅដល់មេធ្មប់ដែលនៅក្នុងនោះ
បន្ទាប់មកនាងមេធ្មប់នោះក៏បានប្រែខ្លួនទៅជារូបរាងដើមរបស់នាងវិញហើយនឹងបានសម្លាប់កងទ័ពមួយចំនួននៅក្នុងនោះពួករ៉ូរ៉ានដែលដឹកនាំដោយមេទ័ពបូរិនខានបានវាយសម្រុកចូលរាជធានីដោយហក់ឡើងតាមជញ្ជាំងរាជធានីសម្លាប់កងទ័ពឈរការពារនៅក្នុងនោះជាបន្តបន្ទាប់មេធ្មប់បានសណ្ដំកងទ័ពម្នាក់និងបានប្រែរូបទៅជាកងទ័ពរូបនោះហើយបន្លំខ្លួនចូលទៅក្នុងរាជធានីដើម្បីពំនាំយកដំណឹងអំពីការឈ្លានពានរបស់ក្រុមរ៉ូរ៉ានទៅប្រាប់ស្ដេចដូចជាការគ្រងទុកណាស្ដេចបានជឿទៅលើរឿងនេះហើយក៏បានរៀបចំកងទ័ពជាច្រើនដើម្បីកម្ចាត់ក្រុមបកពួករ៉ូរ៉ានមេធ្មប់ដែលបន្លំខ្លួននោះបានស្នើសុំស្ដេចដើម្បីនិយាយហើយគេបាននិយាយប្រាប់ថាមេដឹកនាំបូរិនខានមានស្ត្រីមេធ្មប់ម្នាក់ដែលនៅចាំជួយហើយគេនឹងទទួលបានជ័យជំនះនៅពេលដែលស្ដេចបានឮហើយអ្នកទាំងអស់គ្នាក៏តបថាគាត់មិនខ្លាចស្ត្រីមេធ្មប់រូបនោះទេហើយនឹងកម្ចាត់រាល់កងទ័ពរបស់បូរិនខានចោលទាំងអស់ខណៈនោះដែរស្ដេចអង្គនោះក៏បានប្រកាសជាសាធារណៈដោយតម្រូវឲ្យក្រុមអ្នកស្រុកទាំងអស់គ្រួសារណាដែលមានកូនប្រុសគឺត្រូវតែបញ្ជូនកូនម្នាក់មកវឹកហាត់ដើម្បីធ្វើសង្គ្រាមប្រឆាំងទៅនឹងការឈ្លានពាននេះហើយនៅពេលបញ្ចប់ការចូលគាល់នោះស្ត្រីមេធ្មប់ដែលបន្លំខ្លួនជាកងទ័ពនោះក៏បានដើរចេញពីក្រុងហើយប្រែខ្លួនទៅជារូបរាងដើមវិញនិងជាសត្វឥន្ទ្រីហោះហើរចេញទៅជំរំរបស់ក្រុមរ៉ូរ៉ានវិញតែម្ដងទៅនៅពេលទៅដល់មេធ្មប់នោះនាងក៏បានរៀបរាប់នៅអ្វីដែលនាងបានដឹងទាំងអស់ទៅដល់បូរិនខានបាននិយាយថានឹងធ្វើសង្គ្រាមសម្រាប់ស្ដេចអង្គនោះឲ្យខានតែបានក៏ប៉ុន្តែមេធ្មប់នោះណាគឺបានប្រាប់ថានាងមិនចង់ធ្វើតាមបូរិនខានទេគឺនាងចង់បានសន្តិភាពតាមពិតទៅជីវិតរបស់ស្ត្រីមេធ្មប់នោះគឺកំសត់ណាស់អ្នកទាំងអស់គ្នាបើតាមសាច់រឿងនោះនាងគឺរស់នៅប្រៀបដូចជាទាសករចាំបម្រើនៅសេចក្តីចង់បានរបស់បូរិនខានតែមួយមុខគត់ជីវិតរបស់នាងរស់នៅដើម្បីបម្រើគេនិងមិនបានរស់នៅដោយភាពជាខ្លួនឯងនោះឡើយឥឡូវនេះយើងងាកមកនិយាយអំពីភូមិស្រុកដែលមូឡានរស់នៅវិញម្ដងឪពុកម្ដាយរបស់មូឡានណាបានសម្រេចចិត្តនិយាយប្រាប់មូឡានអំពីការផ្សំផ្គុំរៀបការនាងជាមួយនឹងបុរសម្នាក់ទៀតដែលនាងមិនដែលធ្លាប់ស្គាល់គេទាល់តែសោះមូឡានបានស្ដាប់រឿងនោះហើយទាំងស្រក់ទឹកភ្នែករលីងរលោងប៉ុន្តែនាងមិនបានបដិសេធនោះទេនាងក៏ព្រមស្ម័គ្រចិត្តទទួលយកសំណើនោះគ្រប់យ៉ាងគឺនាងធ្វើដើម្បីបំពេញចិត្តគ្រួសារឪពុកម្ដាយរបស់នាងនៅព្រឹកនោះដែរណាម្ដាយរបស់មូឡានក៏បាននាំនាងទៅស្លៀកពាក់ធ្វើជាមនុស្សស្រីពេញលក្ខណៈប៉ុន្តែអ្នកទាំងអស់គ្នាការតបតែងខ្លួនជាស្ត្រីភេទនោះវាហាក់ដូចជាកំប្លែងទៅវិញសម្រាប់គ្រប់គ្នាដែលមើលទៅមូឡានគឺមានការភ្ញាក់ផ្អើលខ្លាំងណាស់ម្ដាយរបស់នាងគឺបាននាំនាងទៅជួបនឹងព្រឹទ្ធាចារ្យនារីម្នាក់ដើម្បីធ្វើតេស្តអំពីភាពជានារីពេញលេញរបស់នាងក្នុងការធ្វើតេស្តនោះដែរមូឡានមិនបានជាប់ជានារីល្អនោះទេដោយសារតែអំឡុងពេលដែលនាងធ្វើតេស្តនោះមានសត្វពីងពាងមួយក្បាលទម្លាក់ខ្លួនពីលើដំបូលចំពីមុខប្អូនស្រីរបស់នាងតែម្ដងមូឡានដឹងថាប្អូនស្រីរបស់ខ្លួនខ្លាចពីងពាងហើយគេក៏បានយកប៉ាន់តែដែលខ្លួនបានចាក់ទឹកទៅក្នុងពែងនីមួយៗនោះណាសង្កត់ពីលើពីងពាងដែលកំពុងតែវានៅលើតុនៅពីមុខប្អូនស្រីរបស់ខ្លួនតែម្ដងនៅពេលនោះគឺសំឡេងប៉ាន់តែលាន់ឮនឹងធ្វើឲ្យព្រឹទ្ធាចារ្យនារីដែលកំពុងសរសើរអំពីភាពជាស្ត្រីភេទរបស់មូឡានមានការងឿងឆ្ងល់និងសួរទៅកាន់មូឡានថាតើមានរឿងអ្វីពេលនោះនាងក៏បានតបថាមិនមានរឿងអីទេស្ត្រីចំណាស់រូបនោះណាក៏បានប្រាប់ឲ្យមូឡានលើកពែងតែចេញហើយពីងពាងក៏បានបន្តវាហក់ទៅលើព្រឹទ្ធាចារ្យនារីរូបនោះដែលធ្វើឲ្យប៉ាន់តែនិងពែងតែដែលមាននៅលើតុទាំងអម្បាលម៉ានហ្នឹងគឺហោះឡើងទៅលើតែម្ដងមូឡានបានប្រើស្នៀតដែលខ្លួនចេះដើម្បីចាប់ប៉ាន់តែនិងពែងទឹកទាំងនោះបានសម្រេចតែគប់ជួនអីសក់របស់នាងក៏បានធ្លាក់បាំងភ្នែកធ្វើឲ្យនាងដួលហើយនឹងធ្លាក់បែកប៉ាន់រួមជាមួយនឹងពែងទាំងអស់នោះទៅពេលនោះដែរព្រឹទ្ធាចារ្យនារីរូបនោះក៏បានដើរចេញមកប្រកាសជាសាធារណៈនៅមុខផ្ទះខ្លួនថាមូឡានជាមនុស្សស្រីមិនល្អនិងបានដៀលថ្មេះទៅកាន់ឪពុកម្ដាយរបស់មូឡានថាចិញ្ចឹមកូនស្រីមិនបានល្អទៀតផង
ពេលហ្នឹងណាអ្នកទាំងអស់គ្នាឪពុកម្ដាយរបស់មូឡានគឺពិបាកចិត្តមែនទែនដែលកូនស្រីរបស់គាត់នឹងបានបរាជ័យនៅក្នុងការធ្វើតេស្តដែលក្លាយជាស្ត្រីពេញលក្ខណៈហើយចំណែកឯខាងរាជការក៏បាននាំយកដំណឹងមួយប្រាប់ដល់អ្នកភូមិថាគ្រប់គ្រួសារទាំងអស់នៅក្នុងភូមិបើសិនជាគ្រួសារណាមានកូនប្រុសពេញកម្លាំងគឺត្រូវតែបញ្ជូនទៅវឹកហាត់ទាហានដើម្បីសង្គ្រោះប្រទេសជាតិដោយសារតែពេលនេះប្រទេសកំពុងតែមានការឈ្លានពានពីកងទ័ពរ៉ូរ៉ានក្រុមគ្រួសារដែលមានកូនប្រុសពេញកម្លាំងទាំងអស់ក៏បានទទួលយកនៅលិខិតប្រកាសនោះហើយចំណែកឯគ្រួសាររបស់មូឡានគឺមិនមានកូនប្រុសនោះទេប៉ុន្តែទោះបីជាបែបនេះក្តីណាឪពុករបស់មូឡាននៅតែទទួលយកសំណើនោះទាំងខ្លួនមានវ័យចំណាស់និងជើងក៏ពិការទៅទៀតត្រង់ចំណុចនេះហើយគឺជាចំណុចដែលចាប់ផ្ដើមធ្វើឲ្យគ្រួសាររបស់មូឡានមានបញ្ហាតែម្ដងខណៈពេលបាយថ្ងៃត្រង់ពួកគេក៏បានចាប់ផ្ដើមពិភាក្សាគ្នាទៅលើបញ្ហានេះឪពុកម្ដាយរបស់មូឡានមិនចង់ឲ្យឪពុកនាងទៅចូលរួមធ្វើសង្គ្រាមនោះទេហើយមូឡានវិញគឺបានបារម្ភអំពីឪពុករបស់នាងក៏បាននិយាយកាត់តែក៏ត្រូវឪពុកនាងស្រែកប្រាប់ទៅវិញថាគាត់គឺជាឪពុកហើយមូឡានគឺជាកូនស្រីរបស់គាត់អញ្ចឹងហើយគឺត្រូវតែស្ដាប់តាមការសម្រេចចិត្តរបស់គាត់ម្ដាយរបស់មូឡានណាក៏បាននិយាយថាគ្រប់គ្នាត្រូវតែត្រៀមចិត្តបើឪពុករបស់នាងទៅធ្វើសង្គ្រាមគឺអាចនឹងមិនបានវិលវិញនោះទេនៅពេលយប់ឡើងឪពុករបស់មូឡានចាប់ផ្ដើមរំលឹកវិជាគុណដែលខ្លួនមានមូឡានបានអង្គុយមើលពីចម្ងាយដោយក្តីសង្វេគនោះដោយសារតែគាត់មានវ័យចំណាស់ផងអញ្ចឹងហើយគាត់ធ្វើមិនបានល្អឡើយឪពុករបស់មូឡានណាកាន់ដាវស្ទើរតែមិននឹងព្រោះតែរាងកាយរបស់គាត់នឹងមានសភាពទ្រុឌទ្រោមចំណែកឯជើងរបស់គាត់ក៏ពិការទៅទៀតតើគាត់អាចចូលសមរភូមិប្រយុទ្ធម្ដេចនឹងកើតទៅទោះបីជាយ៉ាងណាឪពុករបស់មូឡានបានសំលៀងដាវដែលខ្លួនមានហើយបានប្រាប់ទៅកាន់មូឡានថាគ្រួសាររបស់មូឡានគឺជាគ្រួសារពូជអម្បូរហង្សបន្តោងហង្សដែលមូឡានបានកាន់នោះគឺតែងតែតាមជួយរក្សាគាត់ជានិច្ចនៅយប់នោះដែរនាងក៏បាននិយាយថានាងនឹងទៅជំនួសឪពុករបស់នាងតែឪពុកនាងបានប្រកែកនិងបានប្រាប់ទៅកាន់មូឡានថាត្រូវតែនៅមើលថែផ្ទះមើលម្ដាយនិងប្អូនស្រីជំនួសគាត់ជាឪពុករូបភាពដែលមូឡានបានឃើញទាំងអំបល់ម៉ាននោះហើយដែលជាហេតុផលនាំឲ្យនាងមានគុណចិត្តមួយថានឹងធ្វើរឿងមួយនឹងឲ្យទាល់តែបាននៅពេលដែលឪពុករបស់នាងបានចូលទៅសម្រាកបាត់មូឡានបានចូលទៅយកដាវរបស់ឪពុកនាងមកសាកហាត់សមហើយក៏លើកដាវនោះមានអក្សរ3ពាក្យថាស្មោះត្រង់ក្លាហាននិងការពិតនាងបានលួចយកដាវនោះរួមទាំងឈុតកងទ័ពនិងបានជិះសេះរត់ចេញបាត់ពីផ្ទះទាំងយប់នោះតែម្ដងលុះព្រឹកឡើងណាគ្រប់គ្នាបានភ្ញាក់ផ្អើលឆោឡោក្រោយពីមិនឃើញមូឡានបាត់ដាវបាត់ទាំងឈុតកងទ័ពនិងបាត់ទាំងសេះទៅហើយនោះមានន័យថាមូឡានបានលួចចាក់ចេញទៅហើយដើម្បីចូលរួមធ្វើសង្គ្រាមជំនួសឪពុករបស់នាងចំណែកឯឪពុករបស់នាងក៏គ្មានអ្វីនឹងដេញតាមមូឡានបានដែរគឺមានតែការបន់ស្រន់ទេវតាដូនតាជាពិសេសសត្វហង្សឲ្យនៅតាមថែរក្សានាងតែប៉ុណ្ណោះនិយាយអំពីមូឡានវិញណាអ្នកទាំងអស់គ្នានៅពេលដែលនាងបានសម្រេចចិត្តជិះសេះចេញពីផ្ទះទៅជំរំទាហានទាំងយប់នោះគឺនាងមិនបានស្គាល់ទីតាំងជំរំទាហានដែលត្រូវទៅនោះឡើយថានៅឯណានោះមូឡានបានវង្វេងផ្លូវនាងដាច់បាយដាច់ទឹកនៅតាមផ្លូវតែរឿងអភូតហេតុមួយបានកើតឡើងនៅពេលព្រឹកនាងភ្ញាក់ឡើងក៏បានឃើញសត្វហង្សមួយក្បាលហោះពីលើនាងបានដឹងថាសត្វហង្សនោះគឺជានិមិត្តសញ្ញាតំណាងឲ្យគ្រួសារខ្លួនហើយក៏ធ្វើដំណើរតាមសត្វហង្សរហូតបានទៅដល់ជំរំហាត់សមនោះតែម្ដងនៅពេលទៅដល់ជំរំទាហាននាងបានជួបនឹងក្មេងជំទង់ជាច្រើនប៉ុន្តែជារឿងគួរឲ្យចាប់អារម្មណ៍គឺនាងបានចាប់ផ្ដើមមានបញ្ហាចំនួនកង់គ្នាជាមួយនឹងក្មេងម្នាក់ទៀតបាត់ទៅហើយពេលនោះមេតបធំបានចេញមកសម្របសម្រួលដោយសួរទៅកាន់មូឡានថាតើនាងមានឈ្មោះអ្វីដោយសារតែក្នុងជំរំមិនអនុញ្ញាតឲ្យមនុស្សស្រីចូលនាងក៏បានបន្លំខ្លួនធ្វើជាមនុស្សប្រុសដោយធ្វើជានិយាយសម្លេងធំនិងបានប្រាប់ទៅកាន់មេតបថាខ្លួនឈ្មោះហជុនជាកូនរបស់ហជោបន្ទាប់មកទៀតណាអ្នកទាំងអស់គ្នាមេតបធំក៏បានចាត់ចែងឲ្យពួកគេចូលទៅក្នុងជំរំដើម្បីសម្រាកឯមូឡានវិញក៏បានចាប់ផ្ដើមជួបបញ្ហាបន្ទាប់ទៀតហើយនាងត្រូវដេកនៅក្នុងបន្ទប់ជាមួយប្រុសជំទង់ទាំងអស់គ្នានិងត្រូវងូតទឹកនៅកន្លែងជុំគ្នាតែម្ដង
នៅជប់ដំបូងដោយសារតែនាងចង់គេចចេញពីការជួបជុំគ្នាជាមួយនឹងពួកប្រុសជំទង់ទាំងនោះនាងក៏បានស្ម័គ្រចិត្តទៅយាមនៅប៉មការពារបន្ទាយហើយនាងសម្រេចចិត្តថាមិនទៅងូតទឹកទេនឹងចូលទៅសម្រាកក្រោយគេនៅពេលនោះដែរអ្នកទាំងអស់គ្នាអើយកំពុងតែសម្រាកណាមិត្តរួមគ្រែរបស់នាងបានដេកអោបនាងធ្វើឲ្យនាងនឹងមានអារម្មណ៍មិនសនុកក្នុងខ្លួនទាល់តែសោះតែយ៉ាងណានាងត្រូវតែទ្រាំដើម្បីឪពុកនិងគ្រួសាររបស់នាងលុះព្រឹកឡើងក្រុមទាហានថ្មីទាំងអស់គ្នាត្រូវក្រោកឡើងដើម្បីវឹកហាត់មេរៀនដំបូងសម្រាប់ពួកគេនោះគឺត្រូវតែរៀនអំពីវិន័យនិងច្បាប់បន្ទាប់មកទៀតនឹងគឺហាត់ក្បាច់គុណកាប់ដាវបាញ់ព្រួញត្រូវហាត់លើកទឹកដើម្បីឲ្យមានកម្លាំងដៃកាន់តែខ្លាំងនិងត្រូវហាត់លំពែងទៀតផងនៅក្នុងការហាត់សមវាយលំពែងមួយហោជនបានចាញ់ប្រៀបហុងហួយដូច្នេះហើយគេក៏ខឹងដែលធ្វើឲ្យគេបានចាប់ផ្ដើមប្រើសមត្ថភាពពិសេសពីកំណើតរបស់ខ្លួនវាយដោយក្នុងនោះគឺគេវាយបានយ៉ាងល្អចំណែកឯទាហានគ្រប់គ្នាគឺមិនបានផ្ដោតទៅលើការវឹកហាត់សមទេបែរជានាំគ្នាមកមើលការប្រយុទ្ធរវាងពួកគេទាំងពីរទៅវិញគ្រប់គ្នាមិននឹកស្មានថាហោជនពូកែដល់ម្លឹងសោះក្រុមមិត្តភ័ក្តិរបស់ហោជនប្រមាណអ្នកក៏បានរត់តាមចូលទៅសម្ដៅទៅជួបនឹងហោជននៅក្នុងបន្ទាយនិងបានសរសើរអំពីក្បាច់គុណរបស់នាងទៀតផងប៉ុន្តែរឿងដែលគួរអស់សំណើចណាស់អ្នកទាំងអស់គ្នានៅពេលដែលទៅដល់ក្បែរមូឡានហ្នឹងពួកគេក៏បានប្រាប់ថាហេតុអីនាងមានក្លិនស្អុយម្លេះមិនងូតទឹកចេញទៅនៅយប់នោះពេលដែលគ្រប់គ្នាសម្រាកអស់នាងក៏បានសម្រេចចិត្តទៅងូតទឹកតែម្នាក់ឯងប៉ុន្តែនៅពេលនោះមិត្តរួមក្រុមរបស់នាងហោហួយបានមកពីក្រោយនាងនិងចុះទៅងូតទឹកធ្វើឲ្យនាងមានអារម្មណ៍អៀនខ្មាស់យ៉ាងខ្លាំងប៉ុន្តែហោជនមិនបានបែរមុខទៅរកហុងហួរទេហុងហួរគ្រាន់តែចង់និយាយថាតើពួកគេអាចក្លាយជាមិត្តភក្តិនឹងគ្នាបានអត់ហោជនណាក៏ថាខ្លួនមិនមែនជាមិត្តភក្តិរបស់ហុងហួរទេហើយដោយមិនចង់បង្ករឿងហុងហួរក៏បានសម្រេចចិត្តឡើងលើគោកវិញទៅសម្រាកបាត់ទៅព្រឹកឡើងមេតបធុងបានហៅហោជនទៅជួបក្រោយពីបានឃើញការបង្ហាញសមត្ថភាពដ៏ពូកែរបស់នាងកាលពីព្រឹកមិញនោះមេតបធុងណាបានប្រាប់នាងថាគាត់ដឹងថានាងមានសមត្ថភាពដ៏ខ្លាំងក្លានិងពូកែហេតុអ្វីបានជាលាក់ទុកវាអញ្ចឹងហោជនស្ទាក់ស្ទើរក៏ឆ្លើយថានាងមិនដឹងទេប៉ុន្តែមេតបធុងប្រាប់ថាហោជនត្រូវតែបញ្ចេញវាមកកុំលាក់ត្រូវតែធ្វើអ្វីជាខ្លួនឯងចាប់ពីពេលនោះមកណាអ្នកទាំងអស់គ្នាមូឡានក៏បានចាប់ផ្ដើមរំលឹកវិជ្ជាគុណដែលខ្លួនបានរៀនពីឪពុកនិងរំលឹកវិជ្ជាគុណដែលមេតបធុងបានបង្ហាញបូកផ្សំនឹងទេពកោសល្យរបស់ខ្លួនផងគ្រានោះនាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាភាពជាខ្លួនឯងបានចាប់ផ្ដើមកើតឡើងវិញហើយនៅព្រឹកបន្តទៀតនឹងនាងក៏បានលើកទឹកពីធុងឡើងលើកំពូលភ្នំដោយងាយតែម្ដងដែលធ្វើឲ្យមិត្តរួមក្រុមគ្រប់គ្នាបានស្ងើចសរសើរនឹកស្មានមិនដល់និយាយអំពីក្រុមរੂរ៉ានវិញគឺពួកគេបានចាប់ផ្ដើមឈ្លានពានទៅក្នុងក្រុងនីមួយៗរបស់រាជការអំឡុងពេលដែលទាហានកំពុងវឹកហាត់នោះដំណឹងអំពីការឈ្លានពានរបស់ក្រុមរੂរ៉ានក៏បានពំនាំទៅដល់បន្ទាយក្នុងនោះដែរមេតបធុងក៏បានប្រកាសដំណឹងអំពីការចាប់ផ្ដើមធ្វើសង្គ្រាមព្រមទាំងចាត់ចែងកងទ័ពដើម្បីច្បាំងជាមួយនឹងពួករੂរ៉ានក្នុងការប្រជុំនាព្រឹកនោះទាហានទាំងអស់ត្រូវតែស្រែកពាក្យ3ម៉ាត់គឺស្មោះត្រង់ក្លាហាននិងការពិតប៉ុន្តែពាក្យការពិតហោជនមានអារម្មណ៍ស្ទាក់ស្ទើរនឹងស្រែកដោយសារខ្លួនបានដឹងថាការពិតគឺខ្លួនជាស្រីបន្លំធ្វើជាទាហានជាមួយនឹងមនុស្សប្រុសលុះល្ងាចឡើងណាហោជនក៏បានទៅរកមេតបធុងដើម្បីប្រាប់នៅរឿងសម្ងាត់មួយតាក់ទងទៅនឹងពាក្យ3ម៉ាត់ដែលទាហានទាំងអស់ត្រូវស្រែកដើម្បីពង្រឹងស្មារតីខ្លួននោះគឺនាងចង់និយាយថាការពិតទៅគឺនាងជាមនុស្សស្រីទេប៉ុន្តែពេលចូលទៅដល់មេតបធុងមិនបានឲ្យនាងនិយាយសូម្បីមួយម៉ាត់ដោយគាត់បាននិយាយថានៅពេលសង្គ្រាមនេះចប់លោកនឹងផ្សំផ្គុំកូនស្រីរបស់ខ្លួនជាមួយនឹងហោជនពាក្យទាំងនេះណាបានធ្វើឲ្យនាងនិយាយអ្វីលែងចេញឲ្យអ្នកទាំងអស់គ្នាហើយមូឡានណាក៏ព្រមលុតជង្គង់ទទួលយកទាំងហួសចិត្តតែម្ដងថ្ងៃបន្ទាប់មកទៀតកងទ័ពទាំងអស់ចាប់ផ្ដើមធ្វើដំណើរដើម្បីទៅច្បាំងជាមួយនឹងកងទ័ពរੂរ៉ាននៅតាមផ្លូវពួកគេបានជួបខ្មោចទាហានស្លាប់ជាច្រើនដំណើររបស់ពួកគេក៏បានទៅដល់ទីក្រុងមួយអ្នកស៊ើបការក៏បានមកដល់ដោយបានប្រាប់មេតបធុងថាពួកក្រុមរੂរ៉ានណាគឺនៅមិនឆ្ងាយពីទីនេះនោះទេពេលនោះដែរមេតបធុងក៏បានប្រាប់ទៅពលទាហានរបស់ខ្លួនថាការធ្វើសង្គ្រាមនឹងខិតជិតមកដល់ហើយនៅថ្ងៃស្អែកនេះ
លុះមកដល់ព្រឹកឡើងពួកគេក៏បានដឹកនាំទ័ពដើម្បីចូលទៅច្បាំងជាមួយនឹងកងទ័ពរូរ៉ានកងទ័ពរូរ៉ានមានកងទ័ពសេះដ៏ខ្លាំងហោជនកាន់ខាងកងទ័ពជិះសេះប្រដេញរីឯក្រុមមិត្តភ័ក្តិរបស់គេប្រមាណអ្នកទៀតហ្នឹងគឺកាន់ខាងខែលព្រួញនិងលំពែងការធ្វើសង្គ្រាមក៏បានចាប់ផ្ដើមកងទ័ពរាជការបានចាប់ផ្ដើមរៀបចំក្បួនសឹកបាញ់ព្រួញទៅកាន់ក្រុមទ័ពសេះរបស់រូរ៉ានក្រុមមេទ័ពរបស់រូរ៉ានដែលមានទាំងមេដឹកនាំបូរិនខាន់ផងនោះបានជិះសេះបង្វែរដានហើយក្រុមសេះរបស់រាជការដែលមានហោជននៅក្នុងនោះផងក៏បានដេញក្រុមសេះរបស់ទ័ពរូរ៉ានប៉ុន្តែដោយសារតែក្រុមទ័ពរបស់រូរ៉ាននឹងមានជំនាញសេះខ្លាំងពូកែពេកកងទ័ពខាងរាជការត្រូវព្រួញរបស់ក្រុមសេះរូរ៉ានបាញ់ស្លាប់ស្ទើរតែគ្មានសល់ដោយនៅតែហោជននិងកងទ័ព2នាក់ទៀតប៉ុណ្ណោះប៉ុន្តែកងទ័ពដែលនៅសល់2នាក់នោះបានជិះសេះបកក្រោយបាត់ទៅហើយរីឯហោជនណាអ្នកទាំងអស់គ្នាមិនបានញញើតនឹងការធ្វើសង្គ្រាមនោះទេនាងនៅតែបន្តដេញពីក្រោយក្រុមសេះរបស់រូរ៉ានដដែលរហូតបានទៅដល់ជ្រលងភ្នំមួយពេលនោះមូឡានក៏បានជួបនឹងស្ត្រីមេធ្មប់ឥន្ទ្រីនាងបានតស៊ូប្រយុទ្ធជាមួយនឹងមេធ្មប់នោះមេធ្មប់បានសួរទៅកាន់ហោជនថានាងគឺជានរណានាងក៏បានប្រាប់ថានាងមានឈ្មោះហោជនដែលជាទាហានរាជការស្ត្រីមេធ្មប់នៅតែបន្តសួរសំណួរដដែលពោលគឺនាងបានដឹងថាតាមពិតទៅហោជនគឺជាស្ត្រីមិនមែនជាទាហានប្រុសដូចគេឯងឡើយនឹងបាននិយាយថាហោជនគឺជាមនុស្សកុហកមេធ្មប់ណាក៏បានប្រាប់ថាបើសិនជានាងនៅតែមិនប្រាប់ថានាងជានរណាពិតប្រាកដនោះហោជននឹងស្លាប់ដោយសារតែការកុហករបស់នាងពេលនោះណាគឺអាណិតហោជនខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺនាងត្រូវបានអាវុធសម្ងាត់របស់មេធ្មប់នោះដែលធ្វើឲ្យនាងនឹងដួលសន្លប់តែម្ដងនៅពេលដែលភ្ញាក់ឡើងនាងបានដឹងថាអាវុធសម្ងាត់នោះគឺមិនបានធ្វើឲ្យនាងស្លាប់ទេគឺគ្រាន់តែត្រូវចំអាវក្រោះដែលនាងពាក់ការពារនៅពីក្រៅប៉ុណ្ណោះពេលដែលបើកភ្នែកឡើងនាងបានឃើញពាក្យ3ម៉ាត់នៅលើដាវឪពុករបស់នាងថាស្មោះត្រង់ក្លាហាននិងការពិតពេលនោះណាស្រាប់តែមូឡានបានគិតនឹងប្រាប់ខ្លួនឯងថាហោជនបានស្លាប់បាត់ទៅហើយចំណែកឯអ្នកដែលកំពុងតែនៅរស់នេះគឺជាមូឡាននៅពេលនោះហើយដែលនាងចាប់ផ្ដើមបង្ហាញភាពជាខ្លួនឯងពោលគឺនាងចាប់ផ្ដើមរស់នៅជាមួយនឹងការពិតនាងជិះសេះបកទៅជួយកងទ័ពរបស់ខ្លួនវិញដោយជិះបណ្ដើរនាងដោះអាវក្រោះនិងសម្ភារៈសឹកចេញពីខ្លួនបណ្ដើរនិងស្រាយទម្លាក់សក់ចេញបង្ហាញខ្លួនជាស្រីភេទវិញម្ដងហើយក៏ជិះសេះបន្តទៅជួយប្រយុទ្ធជាមួយនឹងក្រុមទាហានរបស់នាងនៅក្នុងការប្រយុទ្ធនោះដែរណាមេធ្មប់បានប្រែក្លាយខ្លួនជាសត្វប្រចៀវដេញខាំក្រុមទាហានរាជការមេទ័ពធុងបានបញ្ជាឲ្យក្រុមទាហានទាំងអស់យកខែលមកបាំងទ័ពជុំវិញខ្លួនដើម្បីការពារកុំឲ្យសត្វប្រចៀវខាំតាមពិតទៅនេះជាក្បួនបន្លំភ្នែករបស់ក្រុមរូរ៉ានដើម្បីប្រើអាវុធគ្រាប់ផ្លោងរបស់ខ្លួនយកប្រៀបទៅលើទាហានរាជការប៉ុណ្ណោះហើយការបាញ់ទម្លាក់គ្រាប់ផ្លោងនោះណាគឺបានធ្វើឲ្យទាហានខាងរាជការស្លាប់ជាបន្តបន្ទាប់ឃើញដូច្នេះមូឡានណាអ្នកទាំងអស់គ្នាគឺបានរកនឹកគិតទៅដល់វិធីសង្គ្រោះក្រុមទាហានរាជការរបស់នាងនឹងភ្លាមនាងបានឃើញកំពូលភ្នំតកកមួយនៅពីក្រោយក្រុមរូរ៉ាននាងក៏បានជិះសេះចេញទៅដោយរៀបចំខ្លែងធ្វើយ៉ាងណាឲ្យពួករូរ៉ានគិតថាទាហានរាជការមាននៅពីក្រោយខ្លួនទៀតនាងបានបាញ់ព្រួញត្រូវទាហានខាងរូរ៉ានប្រមាណជា 4-5 នាក់ពួកគេគិតថានៅខាងក្រោយខ្លួននោះគឺមានពួកទាហានរាជការក៏បានបាញ់ព្រួយតម្រង់ទៅកន្លែងដែលនាងលាក់ខ្លួននិងបានបង្វែរបាញ់ទៅមូឡានតែគ្រាប់ផ្លោងនោះក៏បានផ្លោងហួសទៅបុកនឹងជម្រាលភ្នំតកកដោយជាការគ្រងទុករបស់មូឡានដែលធ្វើឲ្យភ្នំតកករង្គោះរង្គើធ្លាក់រីប៉ាយផ្ទាំងតកកនោះហូរចុះមកមូឡានណាអ្នកទាំងអស់គ្នាក៏បានជិះសេះរត់ចេញទៅឯពួកក្រុមរូរ៉ានក៏ត្រូវបានតកករលាយសង្កត់ស្លាប់ទាំងអស់ទៅចំពោះក្រុមកងទ័ពខាងរាជការបានព្យាយាមរត់រួចហើយក្នុងនោះហុងហួយរត់មិនរួចតែក៏ត្រូវបានមូឡានជិះសេះទៅជួយសង្គ្រោះទាន់ពេលនៅពេលដែលសភាពការរលំតកកបានស្ងប់ស្ងាត់គ្រប់គ្នាបានស្រែកសួររកហោជនតែមិនបានឃើញហោជននោះទេបែរជាឃើញនារីម្នាក់ដ៏ស្រស់ស្អាតដើរមកនិយាយថាខ្លួនមានឈ្មោះថាហោមូឡានទៅវិញ
នៅពេលនោះណាអ្នកទាំងអស់គ្នាមេតបធុងបានដាក់ពិន័យមូឡានដោយបានបណ្ដេញនាងចេញពីកងទ័ពដោយសារតែក្នុងកងទ័ពគឺមិនអនុញ្ញាតឲ្យមនុស្សស្រីចូលឬហាត់ទាហានទេហើយនាងបានកុហកគេតាំងពីដើមមកមូឡាននាងស្រាប់តែមានអារម្មណ៍ថាឈឺចាប់ជាខ្លាំងដោយសារតែនាងបានខំប្រឹងជួយពួកគេតែពួកគេបែរជាបណ្ដេញនាងចេញគ្រាន់តែដឹងថាការពិតនាងគឺជាមនុស្សស្រីសោះមូឡានបានជិះសេះឡើងទៅលើកំពូលភ្នំយំម្នាក់ឯងពេលនោះមេធ្មប់ក៏បានទៅជួបមូឡានជាលើកទី2មេធ្មប់បាននិយាយថានាងយល់ពីអ្វីដែលមូឡានកំពុងតែទទួលបានដោយសារតែខ្លួនក៏ធ្លាប់ជួបនៅអារម្មណ៍បែបនោះដែរនាងគ្មានប្រទេសគ្មានភូមិកំណើតគ្មានគ្រួសារទេនឹងបាននិយាយថានាងនិងមូឡានគឺដូចគ្នាអញ្ចឹងនឹងបានបបួលមូឡានឲ្យចូលរួមជាមួយខ្លួនទៅជួយក្រុមរូរ៉ានវិញមេធ្មប់បានប្រាប់អាថ៌កំបាំងរបស់ក្រុមរូរ៉ានថាតាមពិតទៅសង្គ្រាមដែលបានច្បាំងនៅថ្ងៃនេះគឺជាការបង្វែរដានទេកងទ័ពមួយចំនួនធំរបស់រូរ៉ានកំពុងធ្វើដំណើរទៅវាយលុកនៅឯរាជធានីឯណោះឮហើយណាមូឡានក៏បាននិយាយថានាងនឹងនៅតែប្រយុទ្ធដើម្បីការពារប្រទេសខ្លួនភ្លាមនោះណាអ្នកទាំងអស់គ្នាមូឡានក៏បានជិះសេះពំនាំដំណឹងដែលខ្លួនបានដឹងពីមេធ្មប់ទៅប្រាប់មេតបធុងនិងនិយាយថាលោកមេតបអាចស្ដាប់នាងសិនមុននឹងសម្លាប់នាងជាក្រោយមេតបធុងគឺមិនជឿទៅលើការប្រាប់របស់មូឡានទេគឺបាននិយាយថាមូឡានគឺជាមនុស្សកុហកក៏ប៉ុន្តែអ្នកទាំងអស់គ្នាមិត្តភ័ក្តិរួមក្រុមរបស់មូឡានណាគឺបានឈរនៅខាងនាងបានលើកទឹកចិត្តមូឡានដោយបាននិយាយថាមេតបធុងលោកមេតបជឿទៅលើហោះជនហេតុអ្វីមិនជឿទៅលើមូឡានហើយពួកគេទាំងអស់បានស្រែកថាពួកគេជឿទៅលើមូឡានមេតបធុងក៏បានបញ្ជាឲ្យមូឡានដឹកនាំកងទ័ពចេញទៅរាជធានីដើម្បីជួយច្បាំងជាមួយនឹងក្រុមមិត្តភ័ក្តិរបស់ខ្លួននិងមេតបទាំងពីរនៅពេលដែលទៅដល់ទីនោះវាពិតជាដូចជាមេធ្មប់បានប្រាប់ពិតមែនគឺកងទ័ពរូរ៉ានកំពុងតែលួចចូលទៅវាយលុកនៅក្នុងរាជធានីហើយអ្នកទាំងអស់គ្នាមេទ័ពបានបន្លំខ្លួនធ្វើជាមហាថ្លឹកនិងបានចូលទៅដល់គាល់ស្ដេចពេលនេះគឺរូរ៉ានកំពុងតែវាយនៅក្រៅក្រុងស្ដេចបានឮក៏បានបញ្ជាឲ្យរៀបចំអាវក្រោះសឹកនិងដាវដើម្បីទៅសម្លាប់រូរ៉ានដោយបាននិយាយថាទ្រង់នឹងសម្លាប់បូរិនកានដោយផ្ទាល់ដៃដោយដែលការទ្រង់សម្លាប់ឪពុករបស់គេដូច្នោះដែរតាមពិតទៅអ្នកទាំងអស់គ្នាដើមហេតុនៃការធ្វើសង្គ្រាមនេះគឺកើតឡើងដោយសារតែការសងសឹករបស់បូរិនខានក្រោយពីឪពុករបស់ខ្លួនត្រូវបានស្ដេចសម្លាប់បាននិយាយអំពីផែនការដែលរៀបចំដោយបូរិនខានគឺពួកគេបានរៀបចំអន្ទាក់ឲ្យស្ដេចចូលទៅដល់កន្លែងមួយដែលខ្លួនបានរៀបចំដើម្បីដុតសម្លាប់ស្ដេចទាំងរស់តែម្ដងនិយាយអំពីកងទ័ពមូឡានវិញណាគឺពួកគេបានចូលទៅដល់រាជធានីហើយក៏ចាប់ផ្ដើមធ្វើសង្គ្រាមនៅពេលនោះតែម្ដងមេទ័ពធុងបានបញ្ជាឲ្យមូឡានទៅជួយស្ដេចដោយមានការតាមជួយពីសំណាក់ក្រុមមិត្តភ័ក្តិរបស់នាងក៏ប៉ុន្តែនៅពេលដែលទៅដល់ស្ដេចបានចេញទៅក្រៅជាប់ក្នុងតំបន់ជាអន្ទាក់របស់រូរ៉ាននិងត្រូវបានក្រុមនោះចាប់ខ្លួនទ្រង់បានបាត់ទៅហើយដូច្នេះមូឡានបានរត់ទៅក្នុងដំណាក់ស្ដេចដើម្បីគាល់ស្ដេចថាខ្លួនឈ្មោះមូឡាននឹងមកជួយការពារទ្រង់តែនាងមិនបានឃើញស្ដេចទេបែរជាឃើញមេធ្មប់ឥន្ទ្រីនោះទៅវិញនៅពេលដែលទៅដល់ណាមេធ្មប់នោះភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញក្មេងស្រីម្នាក់ក្លាហានរត់សម្ដៅចូលមកជួយស្ដេចនឹងប្រទេសខ្លួនបែបនេះមូឡានអ្នកទាំងអស់គ្នាគឺបាននិយាយបញ្យលមេធ្មប់ឲ្យធ្វើល្អវិញទៅធ្វើតាមនាងវិញទៅតែមេធ្មប់ណាគឺមិនស្ដីអ្វីទាំងអស់គ្រាន់តែបង្ហាញថាខ្លួនហាក់កែខ្លួនតែនាងបាននិយាយដាស់តឿនមូឡានឲ្យប្រើសក្តានុពលនិងទេពកោសល្យពីកំណើតដែលខ្លួនមានឲ្យអស់ទៅមេធ្មប់ក៏បានប្រែខ្លួនជាឥន្ទ្រីហើយហោះនាំផ្លូវមូឡានទៅជួយស្ដេចដែលក្រុមរូរ៉ានកំពុងតែចាប់ចងមូឡានព្យាយាមរត់តាមស្របតាមលទ្ធផលដែលខ្លួនមានស្រាប់អញ្ចឹងហើយនៅទីនោះគឺបូរិនកានបានស្រែកប្រាប់ស្ដេចថានឹងគ្មានអ្នកណាម្នាក់មកជួយទេហើយទ្រង់នឹងសុគតនៅថ្ងៃនេះប៉ុន្តែមិនទាន់ចប់សពគ្រប់ផងមេធ្មប់ឥន្ទ្រីក៏បានទៅដល់ហើយប្រាប់បូរិនខានថាថ្ងៃអវសានរបស់ឯងជិតមកដល់ហើយដោយសារតែមានក្មេងស្រីអង្អាចម្នាក់ឈ្មោះមូឡាននឹងមកកំចាត់បូរិនខានពេលនោះណាបូរិនខានក៏បានឃើញមូឡានកំពុងតែរត់សម្ដៅមករកគេហើយបូរិនខានក៏បានទាញព្រួញសម្ដៅបាញ់ទៅមូឡានឃើញដូច្នោះមេធ្មប់ក៏បានប្រែខ្លួនទៅជាឥន្ទ្រីនិងទៅរងព្រួញជំនួសមូឡានតែម្ដង
មុននឹងស្លាប់ដាច់ខ្យល់នៅលើដៃមូឡានមេធ្មប់និយាយពាក្យចុងក្រោយថាត្រូវតែប្រើសក្តានុពលរបស់ខ្លួនឲ្យអស់បន្ទាប់មកនាងក៏ស្លាប់ដាច់ខ្យល់តែម្ដងទៅការស្លាប់របស់មេធ្មប់នេះណាគឺបានដុតកំហឹងរបស់មូឡានកាន់តែខ្លាំងឡើងហើយអ្នកទាំងអស់គ្នាហើយនាងក៏បានដើរសម្ដៅទៅរកកន្លែងដែលបូរិនខានត្រៀមក្នុងការដុតសម្លាប់ស្ដេចទាំងរស់ការប្រយុទ្ធរបស់ពួកគេទាំងពីរក៏បានចាប់ផ្ដើមមូឡានបានព្យាយាមក្នុងការប្រយុទ្ធនោះតែចុងក្រោយនាងបានធ្វើឲ្យដាវរបស់ឪពុកនាងរបូតធ្លាក់ចូលទៅក្នុងភ្លើងឆេះបាត់អស់ទៅដោយមានការលើកទឹកចិត្តពីស្ដេចផងនិងកំហឹងដែលខ្លួនទទួលបានផងនោះចុងបញ្ចប់មូឡានបានសម្លាប់បូរិនខាននិងជួយរំដោះស្ដេចបានដោយជោគជ័យនៅពេលដែលសង្គ្រាមបានចប់ប៉ុណ្ណាអ្នកទាំងអស់គ្នាស្ដេចក៏បានស្នើឲ្យមូឡានធ្វើជាមេទ័ពនៅក្នុងរាជធានីនិងបានផ្ដល់កិត្តិយសបុណ្យស័ក្តិដល់នាងតែនាងបានប្រកែកមិនទទួលឡើយនិងបានស្នើសុំទៅរស់នៅជុំគ្រួសាររបស់នាងវិញដោយនាងតែងតែនិយាយពាក្យ3ម៉ាត់ថាស្មោះត្រង់ក្លាហាននិងការពិតទោះបីជាយ៉ាងណានាងក៏ត្រូវតែត្រឡប់ទៅផ្ទះវិញដែរនៅពេលដែលឮសំណើរបស់មូឡានហើយស្ដេចក៏បានប្រកាសអនុញ្ញាតនៅយប់នោះនាងក៏បានចាក់ចែងត្រឡប់ទៅភូមិកំណើតរបស់ខ្លួនវិញតែម្ដងនៅពេលដែលទៅដល់ក្នុងភូមិរបស់ខ្លួនវិញណាអ្នកទាំងអស់គ្នាគ្រប់គ្នាគឺបានភ្ញាក់ផ្អើលនឹងវត្តមានរបស់មូឡានដែលត្រឡប់ទៅវិញក្រោយពីបានធ្វើសង្គ្រាមចប់ហើយគ្រួសាររបស់មូឡានក៏បានជួបជុំគ្នាឡើងវិញដែរមូឡានយំសុំទោសឪពុកខ្លួនដែលនាងបានចាក់ចែងដោយមិនបានប្រាប់និងបានធ្វើឲ្យដាវរបស់ឪពុកធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងឆេះបាត់អស់ឪពុកនាងមិនបានយកទោសបីអ្វីទៅលើមូឡានទេដោយនិយាយថាគាត់បានកូនស្រីរបស់ខ្លួនត្រឡប់មកវិញគឺមានតម្លៃលើសអ្វីៗទាំងអស់មិនតែប៉ុណ្ណោះគ្រប់គ្នានៅក្នុងភូមិបានស្វាគមន៍សាទរដំណើរត្រឡប់របស់មូឡានចូលទៅក្នុងភូមិវិញយ៉ាងកក្រឹកកក្រែងចំណែកឯខាងរាជការក៏បានបញ្ជាឲ្យទ័ពធុងយកដាវនិងឈុតកងទ័ពមកឲ្យមូឡានដើម្បីតបស្នងសងគុណនៅអ្វីដែលនាងជួយសង្គ្រោះប្រទេសជាតិនិងជីវិតស្ដេចនៅលើដាវនោះមានសរសេរពាក្យ4ម៉ាត់ម្ខាងនៃដាវសរសេរថាស្មោះត្រង់ក្លាហាននិងការពិតឯម្ខាងទៀតបានសរសេរឈ្មោះគ្រួសាររបស់នាងខាងរាជការក៏នៅតែបន្តស្នើឲ្យមូឡានទៅធ្វើជាមេទ័ពនៅរាជវាំងបើសិនជាមូឡានអាចទៅបានភាពជោគជ័យរបស់មូឡានណាអ្នកទាំងអស់គ្នាគឺបានធ្វើឲ្យអ្នកភូមិលែងប្រកាន់ខឹងនិងបែរជាស្ងើចសរសើរមូឡានកាន់តែខ្លាំងឡើងហើយក៏លែងមានគំនិតប្រកាន់ការងារមនុស្សស្រីឬមនុស្សប្រុសដូចពីមុនទៀតហើយឥឡូវនេះណាសាច់រឿងរបស់យើងដែលមានចំណងជើងថាវីរនារីមូឡានក៏បានដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាគឺចប់ត្រឹមនឹងតែម្ដងដូច្នេះហើយ admin សូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេស fan ដែលតែងតែគាំទ្រ Channel Sri Kui TV សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅតែតាមដានបន្តទៀតហើយបើសិនជាចង់មើលរឿងអីបន្តណាអាច comment ពីក្រោមនឹងបានជូនពរ fan ទាំងអស់គ្នាជួបតែសេចក្តីសុខស្នាមញញឹមនិងជួបមនុស្សដែលយល់ចិត្តឆាប់ៗណាសម្រាប់អ្នក admin គូបាយបាយជួប admin នៅពេលក្រោយទៀតណា